សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពីសារព័ត៌មាន Kiev Independent Media Zona បានរាយការណ៍កាលពីថ្ងៃទី25ខែមិថុនាថាតុលាការយោធាបានកាត់ទោសអ្នកទោសសង្គ្រាមរបស់អ៊ុយក្រែន184នាក់ដែលឲ្យឈ្មោះថាគេហៅថា Prisoner of War បាទអក្សរកាត់គឺ POWs ដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Kursk អ៊ុយក្រែនបានចាប់ផ្ដើមការវាយលុកដ៏គួរឲ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ីនៅក្នុងខែសីហាឆ្នាំ2024ហើយអ៊ុយក្រែនមន្ត្រីអ៊ុយក្រែនបាននិយាយថាការលុកលុយបានបង្ខំឲ្យរុស្ស៊ីផ្លាស់ទីធនធានចេញអំពីការវាយលុករបស់ខ្លួននៅភាគខាងកើតអ៊ុយក្រែនពីភ្នាក់ងារព័ត៌មានរុស្ស៊ីឯករាជ្យមួយគឺ Media Zona បានរាយការណ៍ថាការិយាល័យរដ្ឋអាជ្ញាយោធាប្រទេសរុស្ស៊ីបានផ្ដន្ទាទោសអ្នកទោសសង្គ្រាម POW អ៊ុយក្រែនដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Kursk ជាប្រចាំ POWs ដែលត្រូវបានចាប់ខ្លួននៅទីក្រុង Kursk ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្មដ៏ធ្ងន់ធ្ងរដោយបុគ្គលមួយក្រុមដោយដែលបានគូសបញ្ជាក់ដោយក្រមព្រហ្មទណ្ឌរបស់រុស្ស៊ីអនុសេនីយ៍តូ Yevhen Hoch ត្រូវបានកាត់ទោសពីបទប្រព្រឹត្តអំពើភេរវកម្មដោយចូលរួមក្នុងការលុកលុយតំបន់ខឺសរបស់អ៊ុយក្រែនរុស្ស៊ីក៏បានធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនតាំងពីឆ្នាំ2014មកម្លេះហើយក៏បានផ្ដើមការឈ្លានពានពេញលេញនៅក្នុងខែកុម្ភៈឆ្នាំ2022អាញាធររុស្ស៊ីបានចោទប្រកាន់លោក Hoch ពីការជ្រៀតជ្រែកក្នុងការជំលះជនស៊ីវិលរយៈពេល3សប្តាហ៍ចំពេលមានការវាយលុករបស់អ៊ុយក្រែននិងសម្រាប់ការបំផិតបំភ័យពួកគេដោយការកាន់និងប្រើប្រាស់អាវុធប្រយុទ្ធដោយបើកចំហរុស្ស៊ីតែងតែកាត់ទោសមនុស្សពីបទចោទប្រកាន់នយោបាយក្នុងកិច្ចប្រឹងប្រែងដើម្បីបំបិទមាត់ក្រុមប្រឆាំងចំពោះសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនតុលាការយោធានៅតំបន់ខាងលិចទី2របស់រុស្ស៊ីអនុវត្តការកាត់ទោសប្រឆាំងនឹង POW អ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន184នាក់ចាប់តាំងពីដើមឆ្នាំទីក្រុងមូស្គូបានតាមប្រមាញ់អ្នកកាសែតនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ីរបស់អ៊ុយក្រែនអ្នកកាសែតអ៊ុយក្រែន Victoria Rochina បានបាត់ខ្លួនក្នុងខែសីហានៅក្នុងឆ្នាំ2023ហើយក៏បានស្លាប់បន្ទាប់ពីរងការធ្វើទរណកម្មក្នុងការចាប់បានដោយជនជាតិរុស្ស៊ីសាកសពរបស់ Rochina ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈជាមួយនឹងការបាត់បង់នៅសរីរាង្គឬក៏អវយវៈរបស់គាត់